ហេតុអ្វីបានជាកណ្ដូបអាចស៊ីបានប៉ុន្តែនៅតែបង្កឲ្យមានគ្រោះមហន្តរាយកណ្ដូបហេតុអ្វីមិនចាប់វាស៊ីទៅវាស្ដាប់ទៅសមហេតុផលប៉ុន្តែគ្រោះមហន្តរាយកណ្ដូបពិតប្រាកដមិនមែនគ្រាន់តែជាកណ្ដូបពីរបីក្បាលនៅក្នុងវាលនោះទេវាប្រៀបដូចជាពុកហោះកណ្ដូបរាប់សិបលានក្បាលសូម្បីតែរាប់រយលានក្បាលផ្លាស់ទីជាមួយគ្នាហោះហើរនឹងស៊ីក្នុងពេលតែមួយមុនពេលមនុស្សអាចរៀបចំចាប់ពួកវាដំណាំទាំងមូលអាចនឹងបាត់បង់ទៅហើយនៅសម័យបុរាណគ្រោះមហន្តរាយកណ្ដូបជាធម្មតាមិនកើតឡើងតែឯងទេមុននោះច្រើនតែមានគ្រោះរងស្ងួតការប្រមូលផលមិនល្អនិងទូលភិកមនុស្សខ្វះខាតអាហារនិងខ្សោយរួចទៅហើយលើសពីនេះមនុស្សបុរាណមិនមានឧបករណ៍ត្រឹមត្រូវសម្រាប់ចាប់ពួកវាទេការចាប់ពួកវាដោយដៃអាចចំណាយថាមពលច្រើនជាងអាហារដែលអាចផ្ដល់ឲ្យវិញសំខាន់ជាងនេះទៅទៀតកណ្ដូបមិនមែនគ្រាន់តែស៊ីអាហារមួយពេលនោះទេពួកវាកំពុងស៊ីអាហារដែលមនុស្សត្រូវការសម្រាប់ប៉ុន្មានខែខាងមុខអ្នកអាចចាប់សត្វល្អិតមួយក្តាប់តូចហើយរស់រានមានជីវិតមួយឬពីរពេលប៉ុន្តែពួកវាបំផ្លាញស្រូវសាលីអង្ករនិងមីដែលជាការផ្គត់ផ្គង់អាហារដែលភូមិទាំងមូលពឹងផ្អែកលើមានចំណុចមួយទៀតដែលមនុស្សតែងតែមើលរំលងកណ្ដូបរាតត្បាតមិនស្ថិតក្នុងស្ថានភាពដូចកណ្ដូបធម្មតានៅក្នុងវាលនោះទេនៅពេលដែលដង់ស៊ីតេរបស់វាកើនឡើងពួកវាចូលទៅក្នុងដំណាក់កាលហ្វូងពណ៌អាកប្បកិរិយានិងសមត្ថភាពធ្វើចំណាកស្រុករបស់ពួកវាផ្លាស់ប្ដូរទាំងអស់ពួកវាក៏អាចផ្ទុកសារធាតុគីមីការពារដែលមិនសប្បាយចិត្តមួយចំនួនផងដែរហើយប្រសិនបើតំបន់ដែលរងផលប៉ះពាល់ត្រូវបានបាញ់ថ្នាំសម្លាប់សត្វល្អិតពួកវាមិនមានសុវត្ថិភាពក្នុងការរើសនិងស៊ីនោះទេដូច្នេះកណ្ដូបអាចស៊ីបានប៉ុន្តែនោះមិនមានន័យថាគ្រោះមហន្តរាយកណ្ដូបអាចដោះស្រាយបានដោយការស៊ីពួកវានោះទេពួកវាមើលទៅដូចជាប្រូតេអ៊ីនឥតគិតថ្លៃប៉ុន្តែតាមពិតពួកវាជាម៉ាស៊ីនហោះហើរដែលបំផ្លាញក្របធញ្ជាតិ